ចឹងឆាមីស៊ូឬក៏កាទៀវតសៃពុំឲ្យមានរសជាតិឆ្ងាញ់ជាពិសេសតសៃកាទៀវនៅវែងល្អអត់ដាច់អត់រលួយអាចមើលក្នុងវីដេអូនេះបានចឹងឆាចេញមកគឺឡើងតំណងអញ្ចឹងហ្មងជាពិសេសរសជាតិគឺថាមកឆ្ងាញ់ជាប់ចិត្តសម្រាប់គ្រឿងផ្សំដំបូងគឺខ្ញុំមានជាសាច់ជ្រូកនេះខ្ញុំប្រើចំនួន3ខាំចឹងហាន់ជាដុំតូចហើយច្រាំវាឲ្យម៉ត់ល្អមែវហើយសម្រាប់អានេះគឺកាទៀវតសៃធំមកបងប្អូនអានឹងរៀងថ្នមដៃបន្តិចកាទៀវនេះខ្ញុំប្រើចំនួនកន្លះគីឡូបន្ទាប់មកគឺខ្ញុំប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់ដើម្បីឲ្យតសៃកាទៀវរបស់យើងនឹងវាមានពណ៌ស្អាតអញ្ចឹងទៅហើយសម្រាប់បន្លែវិញបងប្អូនចង់ដាក់ដូចខ្ញុំអញ្ចឹងក៏បានឬក៏ចូលចិត្តអីដាក់នឹងមកតាមចំណង់ចំណូលចិត្តសម្រាប់ការធ្វើរបស់ខ្ញុំនេះរៀងប្លែកបន្តិចចាបងប្អូនគឺខ្ញុំប្រើពងទាចំនួន2គ្រាប់ដាក់ចូលឆាវាអត់ឲ្យឆ្អិនពេកទេបងប្អូនយកតែឆ្អិនមកល្មមដួសពងទានឹងចេញសិនហើយបើខ្ញុំដាក់ពងខ្ទឹមសជាមួយនឹងគល់ខ្ទឹមពងមើលទៅវាឡើងក្រហមមកល្មមបើខ្ញុំដាក់សាច់ជ្រូកច្រាំចូលឆាសាច់ជ្រូកប្រហែលជា 3-4 នាទីឲ្យឆ្អិនមកល្មមសិនខ្ញុំដាក់បន្លែចូលហើយដាក់គ្រឿងយកមកសម្រាប់ខ្ញុំមិនថាឆាស្លប្រឡាក់ឬក៏ចៀនអីទេនិយាយទៅគឺអត់ម្សៅស៊ុបរ៉ូឌីបានទេហើយម្សៅស៊ុបរ៉ូឌីគឺមានពីររសជាតិមានរសជាតិសាច់មាន់ជាមួយនឹងរសជាតិសាច់ជ្រូកដែលផលិតឡើងពីសាច់សុទ្ធល្អជាមួយនឹងខ្ទឹមនិងម្រេចដែលធ្វើឲ្យមុខម្ហូបរបស់យើងមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហើយសម្រាប់ទំហំវិញគឺមាន4ខ្នាតមាន650ក្រាម400ក្រាម165ក្រាមនិង17ក្រាមបន្ទាប់ពីខ្ញុំដាក់ម្សៅស៊ុបរ៉ូឌីកន្លះស្លាបព្រាបាយហើយខ្ញុំបន្ថែមប្រេងខ្យង1ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយប៊ីចេងមួយចិបជាមួយនឹងស្ករកន្លះស្លាបព្រាបាយដែរគ្រឿងក្រៅទាំងអស់ហ្នឹងបងប្អូនមិនចាំទាន់ដាក់ច្រើនពេកទេហើយកុំភ្លេចបន្ថែមទឹកបន្តិចផងព្រោះអីឆាអញ្ចឹងបើសិនជាស្ងួតគឺវាអត់សូវឆ្ងាញ់ទេបងប្អូនបន្ទាប់ពីហ្នឹងមកគឺយើងអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តហើយចាំដាក់ពងទាជាមួយនឹងតសៃកាទៀវចូលហ្មងដាក់តសៃកាទៀវចូលហើយបងប្អូនធ្វើម៉េចកុំត្រឡប់វាញាប់ដៃពេកមួយថ្នមអញ្ចឹងណាព្រោះអីតសៃកាទៀវនេះគឺវាងាយដាច់មែនតើត្រឡប់មើលតែវាចូលជាតិមកល្មមចុងក្រោយគេបងប្អូនដាក់ម្ទេសក៏បានឬក៏ម្រេចក៏បានដែរតាមចំណង់ចំណូលចិត្តហើយយើងរោយស្លឹកខ្ទឹមក៏បានឬក៏ជីវ៉ាន់ស៊ុយក៏បានដែរតែប៉ុណ្្នឹងមកឆាកាទៀវតសៃធំជាមួយសាច់ជ្រូកច្រាំរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយតសៃកាទៀវដូចដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងគឺនៅវែងល្អហ្មងនិយាយទៅវាអត់ដាច់ម៉ត់អញ្ចឹងណាហើយបើថាពណ៌សបរូបរាងវិញមើលទៅឡើងតំណងគួរឲ្យចង់ញ៉ាំជាពិសេសជាងនឹងទៀតគឺរសជាតិបងប្អូននិយាយទៅគឺមកល្មមឆ្ងាញ់ហ្មងសម្រាប់ខ្ញុំនេះគឺខ្ញុំអត់ញ៉ាំជាមួយបាយណាបងប្អូនខ្ញុំយកមកល្មមញ៉ាំលេងអញ្ចឹងបើសិនជាបងប្អូនណាចង់ធ្វើអាចមើលតាមវីដេអូរបស់ខ្ញុំបានណាជាពិសេសកុំភ្លេចម្សៅស៊ុបរ៉ូឌីសម្រាប់ព័ត៌មានបន្ថែមឬក៏ទំនាក់ទំនងទិញផលិតផលបងប្អូនអាចតាក់ទងទៅកាន់ page Rodi Cambodia បានហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ